ខ្ញុំសូមអំពាវនាវដល់អ្នកតស៊ូអ្នកស្នេហាជាតិអ្នកជាតិនិយមនៅលើសកលលោកសូមពលឺសម្លេងថាជនជាតិដើមសមនឹងទទួលបានការទទួលស្គាល់ពីពិភពលោកហើយជាពិសេសជនជាតិដើមខ្មែរកម្ពុជាក្រោមដែលជាជនជាតិមួយដោយជនជាតិដើមដទៃទៀតផងដែរស្ថានភាពពិភពលោកតែងតែមានការប្រែប្រួលប្រៀបដូចក៏ប្រទេសវិលជុំដូច្នោះដែរវត្តដាក់រវាងសង្គ្រាមនិងសន្តិភាពតែតែកើតមានឡើងពុំចេះចប់របស់មនុស្សជាតិការប្រែប្រួលស្ថានភាពរបស់ពិភពលោកធ្វើឲ្យរដ្ឋទទួលបានឯករាជ្យដូចជាសម័យសង្គ្រាមលោកលើកទី1លើកទី2ហើយការក្រោបខ្លួនឡើងរបស់ប្រជាជនប្រឆាំងរបស់អាណានិគមរហូតដល់ទទួលបានការរំសាយអាណានិគមដូច្នោះសង្គ្រាមក៏បានផ្ដល់ឱកាសឲ្យប្រទេសដែលស្ថិតនៅក្រោមអាណានិគមបរទេសមានឱកាសទទួលបានឯករាជ្យមកវិញផងដែរយើងសង្កេតឃើញថាប្រទេសនៅលើពិភពលោកមានការកើនឡើងឥតឈប់ឈរហើយតួនាទីរបស់អង្គការសហប្រជាជាតិក៏មានធ្វើកិច្ចការងាររំសាយអាណានិគមគឺផ្អែកទៅលើគោលការណ៍នៃសិទ្ធិស្មើគ្នានិងសិទ្ធិស្វ័យសម្រេចដោយខ្លួនឯងរបស់ប្រជាជនដែលមានចែងនៅក្នុងមាត្រា1កថាខណ្ឌ2នៃធម្មនុញ្ញអង្គការសហប្រជាជាតិគឺជាសិទ្ធិស្របច្បាប់ដែលត្រូវបានទទួលស្គាល់ជាអន្តរជាតិដូច្នោះសិទ្ធិស្វ័យសម្រេចគឺជាគោលការណ៍ដែលត្រូវបានទទួលស្គាល់នៃច្បាប់អន្តរជាតិដំណោះស្រាយក្រោយឆ្នាំ1948របស់អង្គការសហប្រជាជាតិបានផ្ដល់អំណាចនេះនិងសេចក្តីប្រកាសស្តីអំពីការផ្ដល់ឯករាជ្យដល់ប្រទេសនិងប្រជាជនអាណានិគមក្នុងនោះក៏មានចែងនៅក្នុងប្រការមួយប្រជាជនទាំងអស់មានសិទ្ធិស្វ័យសម្រេចដោយខ្លួនឯងតាមរយៈសិទ្ធិនេះពួកគេកំណត់ស្ថានភាពនយោបាយរបស់ពួកគេដោយសេរីនិងបន្តការអភិវឌ្ឍសេដ្ឋកិច្ចសង្គមនិងវប្បធម៌របស់ពួកគេដោយសេរីផងដែរកតិកាសញ្ញាអន្តរជាតិឆ្នាំ1966ស្តីអំពីសិទ្ធិបរិបទនយោបាយសេដ្ឋកិច្ចសង្គមនិងវប្បធម៌និងសេចក្តីប្រកាសឆ្នាំ1970ស្តីអំពីគោលការណ៍ច្បាប់អន្តរជាតិទាក់ទងនឹងទំនាក់ទំនងមិត្តភាពនិងកិច្ចសហប្រតិបត្តិការក្នុងចំណោមរដ្ឋនានាស្របតាមធម្មនុញ្ញនៃអង្គការសហប្រជាជាតិគោលការណ៍ទាំងនេះទទួលស្គាល់អត្ថប្រយោជន៍នៃសិទ្ធិស្វ័យសម្រេចដែលប្រជាជនអាចបន្តការអភិវឌ្ឍសេដ្ឋកិច្ចសង្គមវប្បធម៌និងនយោបាយរបស់ពួកគេដោយសេរីការអនុវត្តរបស់អង្គការសហប្រជាជាតិក៏ដូចជាសន្ធិសញ្ញានិងធម្មនុញ្ញអង្គការសហប្រជាជាតិដែលបានរៀបរាប់ខាងលើការគ្រប់គ្រងក៏ត្រូវបានរកឃើញនៅក្នុងសម័យសង្គ្រាមលោកលើកទី2ប្រឆាំងនឹងរបបអាណានិគមនិងនៅតុលាការយុត្តិធម៌អន្តរជាតិផងដែរជនរួមជាតិខ្មែរជាទីគោរពយោងតាមប្រវត្តិសាស្ត្រទឹកដីខ្មែរក៏មានប្រវត្តិបាក់បែកហើយបង្រួបហើយក៏បែកបាក់លើកនេះទឹកដីមហានគរខ្មែរដែលបាក់បែកផ្ទៃក្នុងបរទេសឯកជា2ជា3ឲ្យតែខ្មែរជាមេដឹកនាំមានគំនិតសុទិដ្ឋិនិយមមានឆន្ទៈពិតប្រាកដឈួរលើស្មារតីបង្រួបនាថ្ងៃអនាគតមហានគរខ្មែរប្រកាសជារួមឡើងវិញជាពុំខានឡើយសូមរួមគ្នាចងចាំថាសច្ចធម៌ពុំអាចប្រែប្រួលឡើងយ៉ាងណាមិញទាំងខ្មែរលើខ្មែរកណ្ដាលនិងខ្មែរកម្ពុជាក្រមគឺជាខ្មែរតែមួយរស់នៅលើទឹកដីមហានគរខ្មែរតែមួយជាចុងបញ្ចប់ខ្ញុំប្រកាសណាសូមអរគុណនិងអរគុណលោកប្រធានចារ្យលោកប្រធានសហព័ន្ធប្រចាំតំបន់និងលោកប្រធានអនុប្រធានសមាជិកសមាជិកាមិត្តសមាគមខ្មែរកម្ពុជាក្រមនៅបារាំងនិងតំណាងអង្គការសមាគមនិងអង្គវេទិកាទាំងមូលដែលបានចូលរួមយកចិត្តទុកដាក់ស្ដាប់បទសុន្ទរកថាសង្ខេបនេះសូមជូនពរ4ប្រការគឺអាយុវណ្ណៈសុខៈពលៈចូលមានដល់មហាគ្រួសារខ្មែរកំបីឃ្លានឡើងសូមអរគុណនិងអរគុណ